ហេតុអ្វីសៀមអយុធ្យាវាយឈ្នះកងទ័ពខ្មែរក្នុងពេលធ្វើសង្គ្រាមបំបែកក្រុងអង្គរលើកដំបូងនៅឆ្នាំ1351រាជាណាចក្រថ្មីមួយរបស់សៀមក៏ត្រូវបានបង្កើតឡើងនោះគឺនគរស្រីអយុធ្យាដែលជាការសង្យោគរវាងរាជអំណាចនៅលវបុរីនិងសុពន្ធបុរីក្រោយបង្កើតព្រះនគររួចហើយព្រះចៅរាមាធិបតីដែលជាព្រះស្ថាបនិកនគរស្រីអយុធ្យានេះបានបើកយុទ្ធនាការវាយយកទឹកដីខេត្តខណ្ឌរបស់ខ្មែរជាបន្តបន្ទាប់ហើយតំបន់ដែលរងគ្រោះមុនគេនោះគឺបណ្ដាខេត្តខណ្ឌនៅភាគកណ្ដាលប្រទេសថៃបច្ចុប្បន្នដូចជាលវបុរីសុពន្ធបុរីស្រីទេពពិស្ណុលោកនគរសុវណ្ណនគរបឋមកំពែងពេជ្រពេជ្របូរនគរនាយុជ័យនាថជ័យភូមិរាជបុរីរួចហើយក៏បានចុះទៅភាគខាងត្បូងទៀតមានដូចជាស្រុកពេជ្របុរីឆាយានគរស្រីធម្មរាជជាដើមដែលខេត្តខណ្ឌទាំងអស់នេះគឺធ្លាប់ជាទឹកដីរបស់កម្ពុជាយើងទាំងអស់បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យត្រឹងងាបានឲ្យដឹងថាព្រះចៅរាមាធិបតីស្ដេចសៀមមានបំណងប្រុងបន្តលើកទ័ពចូលវាយព្រះនគរស្រីយសោធរបុរៈរបស់ខ្មែរយើងថែមទៀតប៉ុន្តែត្រូវព្រះមហាឧបរាជខ្មែរព្រះស្រីសុរិយោទ័យដឹកនាំទ័ពខ្មែរទៅទប់ស្កាត់ទ័ពសៀមនៅភាគខាងលិចបានទាន់ពេលមុនដោយបានវាយបំបែកក្បួនកងទ័ពសៀមដែលកំពុងធ្វើដំណើរផ្លូវឆ្ងាយផងនោះឲ្យបាក់បោបខ្ចាត់ខ្ចាយចែកជើងគ្នារត់ទៅក្រុងអយុធ្យាវិញបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរដដែលបានឲ្យយើងដឹងថាព្រះស្រីសុរិយោទ័យកាន់តួនាទីជាព្រះមហាឧបរាជខ្មែរនិងជាព្រះអនុជរបស់ព្រះបាទលំពង់រាជាដែលជាព្រះមហាក្សត្រខ្មែរសោយរាជ្យនៅព្រះនគរស្រីយសោធរបុរៈក្រោយទទួលបានជ័យជំនះក្នុងការរុញច្រានកងទ័ពសៀមឲ្យថយទៅអយុធ្យាវិញនោះព្រះបាទលំពង់រាជានឹកស្មានថាកងទ័ពសៀមមិនលើកមកឈ្លានពានភ្លាមទៀតនោះទេទើបទ្រង់បានប្រកាសឲ្យរំសាយជួរកងទ័ពជាបណ្ដោះអាសន្នដើម្បីឲ្យពួកកងទ័ពត្រឡប់ទៅស្រុកកំណើតវិញបាទត្រង់ចំណុចនេះយើងហាក់ដូចជាមើលឃើញពីភាពខ្វះចន្លោះរបស់ព្រះរាជាដែលប្រញាប់រំសាយកងទ័ពក្នុងពេលសភាពការមិនទាន់នឹងណក៏ប៉ុន្តែចំពោះទឹកព្រះទ័យរបស់ព្រះបាទលំពង់រាជាក៏គិតគូរពីភាពលំបាករបស់ប្រជានុរាស្ត្រដែរដោយព្រះអង្គបានទតឃើញពីទុក្ខលំបាករបស់ប្រជារាស្ត្រម្យ៉ាងប្រទេសជាតិកាលនោះក៏កំពុងជួបវិបត្តិខ្វះស្បៀងជាទម្ងន់ដែរតែត្រូវការឲ្យសមាជិកគ្រួសារជាបរិសទៅជួយបំពេញកិច្ចការបង្កបង្កើនផលធ្វើស្រែចម្ការបន្ថែមដូច្នេះវិធីដែលចាំបាច់បំផុតគឺការរំសាយកងទ័ពឲ្យទៅជួយក្រុមគ្រួសារជាបណ្ដោះអាសន្នសិនពោលគឺមិនមែនរំសាយឲ្យអស់រលីងគ្មានការគិតគូរល្អិតល្អន់នោះឡើយប៉ុន្តែអ្នកណាតែនឹកស្មានដល់ទៅថាកងទ័ពសៀមនៅពេលចាញ់ទ័ពខ្មែរបាក់បោបរត់ទៅស្រុកវិញអស់នោះបែរជាប្រញាប់ប្រញាល់ប្រមូលកងទ័ពលើកមកវាយខ្មែរម្ដងទៀតយ៉ាងទាន់ហន់តើការនេះមានមូលហេតុរួមផ្សំអ្វីខ្លះនេះជាអ្វីដែលខ្ញុំចង់ដឹងនិងបានស្រាវជ្រាវបន្ថែមទើបយកមកបង្ហាញជូនប្រិយមិត្តយើងបានឆ្វេងយល់ទាំងអស់គ្នាបើតាមសៀវភៅប្រវត្តិសាស្ត្រថៃរបស់លោក David Villard បានឲ្យដឹងថាចៅអ៊ូថងឬព្រះចៅរាមាធិបតីនោះគឺកើតនៅក្នុងឆ្នាំ1314ជាកូនមេសហគមន៍ចំនួនចិនឈ្មោះជោដុសេដ្ឋីនិងមានម្ដាយជាជនជាតិតៃឬសៀមពួកគេគឺជាគ្រួសារអភិជនដ៏មានឥទ្ធិពលមួយរស់នៅវជ្របុរៈដែលជាវិសយៈមួយរបស់ចក្រភពខ្មែរបុរាណឬដែលយើងស្គាល់ថាជាខេត្តពេជ្របុរីបច្ចុប្បន្ននៅពេលធំពេញវ័យចៅអ៊ូថងបានរៀបការជាមួយបុត្រីស្ដេចត្រាញ់នៅសុពន្ធបុរីហើយបានរៀបការប្រពន្ធមួយទៀតជាមួយរាជធីតាមួយអង្គជាប់ខ្សែស្រឡាយរាជវង្សជាមួយស្ដេចត្រាញ់នៅលវោបាទចំពោះនគរលវោនេះគឺបានផ្ដាច់ខ្លួនពីចក្រភពខ្មែរបន្ទាប់ពីការបង្កើតនគរសខោទ័យនៅខាងជើងដែលកាលនោះនគរលវោមានរាជធានីនៅលវបុរីឬលុបបុរីបច្ចុប្បន្នតាមរយៈចំណងអាពាហ៍ពិពាហ៍នេះអ៊ូថងអាចក្តោបក្តាប់ឥទ្ធិពលយ៉ាងរឹងមាំនៅទីក្រុងធំតាមដងទន្លេចៅព្រះពញាឬទន្លេចៅប្រយ៉ាហើយពិតណាស់ដងទន្លេចៅប្រយ៉ានេះគឺជាតំបន់ដែលប្រមូលផ្ដុំទៅដោយសហគមន៍ចំនួនយ៉ាងមមាញឹករវាងប្រជាជនក្នុងតំបន់ដែលមានដូចជាខ្មែរមនតៃភូមាជាដើមជាមួយនឹងពួកឈ្មួញមកពីបរទេស
ដូចជាចិន ឥណ្ឌា ជ្វា ជប៉ុន និងឈ្មួញមកពីពិភពអារ៉ាប់ជាដើមដូច្នេះឥទ្ធិពលលើវិស័យជំនួញពាណិជ្ជកម្មនិងទំនាក់ទំនងជាមួយពួកបរទេសនេះគឺជាមូលដ្ឋានចម្បងដំបូងដែលចៅអ៊ូថងអាចបង្កើតគ្រឹះនយោបាយក្នុងតំបន់បានស្របពេលដែលមហាអំណាចចាស់ដូចជាកម្ពុជាកំពុងរងការរំខានដោយកងទ័ពសខោតីចំណែកសខោតីនេះទៀតសោតបន្ទាប់ពីព្រះចៅរាមាកំហែងសោយទិវង្គតទៅក៏ជាប់ដៃច្បាំងជាមួយក្សត្របុរីនៅជុំវិញនិងជាមួយនគរឡានណាផងដែរសៀវភៅប្រវត្តិសាស្ត្រថៃដដែលបានបន្តថានៅឆ្នាំ1350ចៅអ៊ូថងក៏បានប្រកាសខ្លួនជាព្រះរាជាដោយយកព្រះបរមនាមសម្រាប់រាជថាព្រះចៅរាមាធិបតីឬរាមាធិបតីទី1ក្នុងប្រវត្តិសាស្ត្រសៀមព្រះចៅរាមាធិបតីនេះជាក្សត្រដែលមានទេពកោសល្យនិងមានអំណាចខ្លាំងក្លាក្នុងតំបន់ដោយទ្រង់បានកសាងរាជធានីអយុធ្យានៅចំទីប្រសពរវាងទន្លេ4មុខដែលអ្នកជំនួញក្នុងក្រៅត្រូវតែឆ្លងកាត់ទីនោះងាយស្រួលធ្វើពាណិជ្ជកម្មនិងងាយស្រួលឲ្យពួកមន្ត្រីប្រមូលពន្ធពីពួកឈ្មួញដែលមករកស៊ីលក់ដូរនៅតំបន់នោះព្រះអង្គបានទាញផលប្រយោជន៍ធំមួយទៀតពីវិស័យពាណិជ្ជកម្មនេះនោះគឺការពង្រឹងទំនាក់ទំនងជាមួយពួកឈ្មួញបរទេសមានដូចជាចិន ឥណ្ឌា ជ្វា ជប៉ុន អារ៉ាប់ជាដើមហើយពួកបរទេសទាំងនេះហើយដែលជួយគាំទ្រផ្នែកអាវុធយុទ្ធភ័ណ្ឌសម្រាប់ឲ្យព្រះនគរស្រីអយុធ្យាពង្រឹងនិងពង្រីកវិស័យយោធាមុនឈានទៅដល់ការធ្វើសង្គ្រាមពង្រីកទឹកដីព្រះចៅរាមាធិបតីបានតែងតាំងមហាមន្ត្រីចតុស្ដម្ភឲ្យកាន់ការងារក្រសួងទាំង4មានក្រសួងព្រះបរមរាជវាំងឬក្រសួងមហាផ្ទៃក្រសួងព្រះឃ្លាំងឬរដ្ឋាភិបាលក្រសួងព្រះរាជវង្សឬកិច្ចការគ្រួសាររបស់ស្ដេចនិងក្រសួងព្រះស្រែឬក៏កសិកម្មរាជការក្រុងស្រីអយុធ្យាថែមទាំងបានបញ្ជូនរាជទូតទៅចងសម្ព័ន្ធមេត្រីភាពជាមួយរាជការម៉េងដែលទើបបង្កើតរាជវង្សថ្មីនៅប្រទេសចិនថែមទៀតព្រះចៅអធិរាជហុងអ៊ូបានទទួលស្គាល់អយុធ្យាជាប្រទេសឯករាជ្យមួយតាមរយៈការប្រទានត្រាផែនដីនិងការគាំទ្រផ្នែកនយោបាយថែមទៀតផងប្រិយមិត្តខ្ញុំសូមអំពាវនាវសូមការឧបត្ថម្ភខ្លះផងដើម្បីបន្តការផលិតវីដេអូប្រវត្តិសាស្ត្របន្តទៀតបាទក្រៅពីនេះព្រះចៅរាមាធិបតីក៏បានចងសម្ព័ន្ធភាពជាមួយស្ដេចត្រាញ់នៅតាមខេត្តក្រុងនានាដែលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ថាតើត្រូវនៅជាមួយខ្មែរដែលជាចៅហ្វាយនាយចាស់ឬក៏នៅជាមួយនគរថ្មីណាមួយដែលកំពុងមានអំណាចខ្លាំងនៅចំពោះមុខភាពមិនច្បាស់លាស់នេះរាជការរបស់ព្រះចៅរាមាធិបតីបានធានាសុវត្ថិភាពរបស់ពួកគេពីការវាយប្រហាររបស់កម្ពុជានិងតៃសុខោទ័យឲ្យតែពួកស្ដេចត្រាញ់ទាំងនោះព្រមចំណុះនឹងព្រះនគរស្រីអយុធ្យាស្ដេចត្រាញ់ណាដែលមិនព្រមចំណុះអយុធ្យាព្រះចៅរាមាធិបតីក៏មានវិធីប្រើទ័ពគំរាមកំហែងថែមទៀតដែរទូយ៉ាងដូចជាការឈ្លានពានយកខេត្តស្រីទេពនគរស្រីធម្មរាជរបស់ខ្មែរនគរថវាយតេណាសារីមរបស់មនជាដើមព្រះនគរស្រីអយុធ្យាតម្រូវឲ្យស្ដេចត្រាញ់កេណ្ឌកងទ័ពប្រមូលពន្ធមកកាន់រាជវាំងក្រុងស្រីអយុធ្យានិងប្រើប្រាស់ត្រាផែនដីអយុធ្យាទាំងអស់គ្នាចំពោះខេត្តក្រុងខ្លះព្រះអង្គបានបញ្ជូនរាជវង្សឲ្យទៅគ្រប់គ្រងផ្ទាល់តែម្ដងដូចជាបញ្ជូនចៅរាមាសូរជារាជបុត្រច្បងឲ្យទៅគ្រប់គ្រងលវៈបុរីបងថ្លៃឈ្មោះផាងូឲ្យទៅគ្រប់គ្រងនៅសុពន្ធបុរីក្រោយពេលផាងូទទួលមរណភាពព្រះអង្គបានបញ្ជូនព្រះអនុជឈ្មោះព្រះបរមរាជាឲ្យទៅគ្រប់គ្រងសុពន្ធបុរីជំនួសវិញសរុបមករាជការក្រុងស្រីអយុធ្យាក្នុងរជ្ជកាលព្រះចៅរាមាធិបតីគឺខ្លាំងទាំងវិស័យយោធាវិស័យរដ្ឋបាលនិងវិស័យសេដ្ឋកិច្ចដូច្នេះហើយទើបព្រះនគរស្រីអយុធ្យាមានលទ្ធភាពធ្វើចម្បាំងជាមួយកម្ពុជាដែលជាមហាអំណាចចាស់និងដណ្ដើមបានទឹកដីក្រុងស្រុកជាបន្តបន្ទាប់ជាក់ស្ដែងនៅក្នុងឆ្នាំ1351ព្រះចៅរាមាធិបតីបានបញ្ជាឲ្យទ័ពសៀម 15,000 នាក់ដឹកនាំដោយចៅរាមេសូរឬសម្ដេចព្រះរាមេសូរចូលវាយយកស្រុកនគររាជរបស់ខ្មែរដោយមិនបានប្រកាសសង្គ្រាមជាមុនភាគីកម្ពុជាដោយរៀបចំកងទ័ពមិនទាន់ក៏ត្រូវកងទ័ពសៀមវាយបែកនគររាជបានសម្រេចក្រោយពេលកងទ័ពសៀមវាយបែកស្រុកនគររាជពួកនេះក៏បានបន្តហួសមកបោះជំរំនៅជាប់ស្រុកនាងរងខណៈពេលនោះព្រះបាទលំពង់រាជាបានបង្គាប់ឲ្យព្រះស្រីសូរិយោទ័យជាសេនាប្រមុខលើកទ័ព 20,000 នាក់ទៅបង្ក្រាបទ័ពសៀមហើយក៏ទទួលបានជោគជ័យ
ក្រោយទទួលបានជ័យជំនះនេះព្រះបាទលំពង់រាជានឹកស្មានថាកងទ័ពសៀមមិនលើកមកឈ្លានពានភ្លាមទៀតនោះទេទ្រង់ក៏បានប្រកាសឲ្យរំសាយជួរកងទ័ពជាបណ្ដោះអាសន្នដើម្បីឲ្យកងទ័ពទៅជួយធ្វើស្រែចម្ការប្រជារាស្ត្រដោយសារព្រះអង្គបានទតឃើញពីទុក្ខលំបាករបស់ប្រជារាស្ត្រផងហើយប្រទេសជាតិកាលនោះក៏កំពុងជួបវិបត្តិខ្វះស្បៀងជាទម្ងន់ផងដែរ3ខែក្រោយមកត្រូវនឹងរដូវវស្សានៅពេលដឹងថាព្រះរាជាកម្ពុជារំសាយជួរកងទ័ពព្រះចៅរាមាធិបតីស្ដេចសៀមក៏បានចាត់ឲ្យចៅរាមាសូរជាព្រះរាជបុត្រច្បងប្រញាប់លើកទ័ព 50,000 នាក់ចូលឈ្លានពានកម្ពុជាមួយម្ដងទៀតនិងបានបែងចែកកងទ័ពជា2កងទី1មានចំនួន 30,000 នាក់វាយយកស្រុកបច្ចឹមបុរីនិងកងទី2មានចំនួន 20,000 នាក់ដឹកនាំដោយចៅបាសាតជារាជបុត្រទី2វាយយកស្រុកនាងរងហើយចាត់ឲ្យសម្ដេចព្រះបរមរាមាជាប្អូនកាន់ការជាមេទ័ពធំឬជាសេនាប្រមុខហើយដឹកនាំទ័ពចំនួន 10,000 នាក់មកតាមពីក្រោយជាទ័ពជំនួយដោយភាគីកម្ពុជារៀបចំកងទ័ពមិនទាន់ព្រះបាទលំពង់រាជាក៏បានចាត់ឲ្យសេនាប្រមុខព្រះស្រីសុរិយោទ័យលើកទ័ព 20,000 នាក់ចេញទៅច្បាំងទប់ទល់នៅស្រុកបច្ចឹមបុរីហើយចាត់ឲ្យមហាឧបរាជព្រះស្រីសុរិយោវង្សដឹកនាំទ័ព 10,000 នាក់ចេញទៅទប់ទល់កងទ័ពសៀមនៅស្រុកនាងរងដោយចំនួនកងទ័ពនិងគ្រឿងសឹកសង្គ្រាមរបស់សៀមច្រើនជាងភាគីខ្មែរពេកណាស់នោះទីបំផុតកងទ័ពទាំងពីររបស់កម្ពុជាក៏ត្រូវទទួលបរាជ័យនិងបានដកថយជាបន្តបន្ទាប់ជាហេតុអកុសលព្រះស្រីសុរិយោទ័យសេនាប្រមុខរបស់ខ្មែរក៏ត្រូវទ័ពសៀមបាញ់ព្រួញសម្លាប់នៅស្រុកបច្ចឹមបុរីនៅក្នុងឆ្នាំ 1351 ដដែលកងទ័ពសៀមប្រមាណ 200,000 នាក់បានបង្ហោះទៅដល់ព្រះនគរស្រីយសោធរបុរៈព្រះបាទលំពង់រាជាបានត្រាស់បញ្ជាឲ្យព្រះមហាឧបរាជព្រះស្រីសុរិយោវង្សដឹកនាំកងទ័ពសង់កំពែងក្រុងកម្ពស់ 16 ហត្ថនិងបានប្រមូលទ័ពជាង 100,000 នាក់នៅចាំការពាររាជធានីក្រុងអង្គរធំសម្ដេចព្រះបរមរាមាបានចាត់ឲ្យពលសេនាលើករន្ទាឫស្សីកម្ពស់ 14 ហត្ថសម្រាប់ដាក់កាំភ្លើងធំមានកង់អុសដោយដំរីដើម្បីបាញ់ប្រហារមកលើកំពែងក្រុងអង្គរធំនិងបានឲ្យកងទ័ពដាក់ជណ្ដើរឫស្សីឡើងវាយប្រហារចូលក្រុងថែមទៀតផងព្រះស្រីសុរិយោវង្សឃើញដូច្នោះក៏បានឲ្យកងទ័ពដាក់កាំភ្លើងធំបាញ់ប្រហារតបតទៅវិញកងទ័ពសៀមកាន់តែវាយចូលក៏កាន់តែស្លាប់អស់ជាច្រើនព្រះបាទលំពង់រាជាដោយយល់សេចក្តីដូច្នោះក៏បង្គាប់ឲ្យព្រះស្រីសុរិយោវង្សដកទ័ព 20,000 នាក់វាយសម្រុកចេញទៅនគរឡានសាងដើម្បីសុំជំនួយពីស្ដេចលាវព្រះចៅហ្វាងុំដែលធ្លាប់ទទួលគុណពីព្រះនគរកម្ពុជាក្នុងការបង្កើតនគរឡានសាងកងទ័ពសៀមវាយឡោមព័ទ្ធក្រុងអង្គរធំអស់រយៈពេល1ឆ្នាំ5ខែក៏បានប្រើល្បិចបើកទ្វារក្រុងនិងវាយបែករាជធានីអង្គរធំបានសម្រេចព្រះបាទលំពង់រាជាទទួលដំណឹងដូច្នោះក៏ក្អួតឈាមសោយទីវង្គតក្នុងរាជវាំងនាពេលនោះទៅក្រោយពេលវាយបែកក្រុងអង្គរធំក្នុងឆ្នាំ 1352 សេនាប្រមុខសៀមសម្ដេចព្រះបរមរាមាបានរៀបចំឲ្យរាជបុត្រ3អង្គរបស់ព្រះចៅរាមាធិបតីមានចៅបាអាតចៅបាសាតនិងចៅកំបងពិសីកាន់ការជាស្ដេចត្រាញ់ត្រួតត្រានៅក្រុងស្រីយសោធរបុរៈអស់រយៈពេល5ឆ្នាំពលគឺចាប់ពីឆ្នាំ 1352 ដល់ឆ្នាំ 1357 ហើយសម្ដេចព្រះបរមរាមានិងចៅរាមាសូរបានដឹកជញ្ជូនទ្រព្យសម្បត្តិរតនវត្ថុនិងគីប្រជារាស្ត្រខ្មែររាប់សែននាក់នាំយកទៅក្រុងស្រីអយុធ្យា